លើតែសលេងប៉ុណ្ណឹងដឹងតែស្រក់ទឹកមាត់យកហ្មងនៅក្នុងវីដេអូនេះខ្ញុំមកចែករំលែកពីរបៀបធ្វើណែមឆ្អិនឬក៏ទូទៅខ្ញុំតែងតែលើកគេហៅថាសាយ៉តែនៅផ្ទះខ្ញុំហៅតែណែមឆ្អិនទេអញ្ចឹងណែមឆ្អិនរបស់ខ្ញុំក្នុងវីដេអូនេះគឺជាប្រភេទ Snow បន្លែអត់មានដាក់សាច់ទេតែរសជាតិគឺឆ្ងាញ់មិនចាញ់សាច់ប្រហែលទេបន្លែគឺខ្ញុំមានការ៉ុត1មើមដលង1មើមហើយនឹងត្រាវ1មើមបើមានដលងគោក៏អាចដាក់បានដែរតែខ្ញុំអត់មានណាចំណែកខាងនេះគឺជាសបកពពាអត់អាចទុកវានឹងក្រៅទេក៏ត្រូវចងនឹងថង់អញ្ចឹងខ្លាចត្រូវខ្យល់ទៅរឹងសបកពពាហ្នឹងខ្ញុំទិញកន្លះគីឡូប្រហែលជា7,000រៀលអីទេបន្លែខ្ញុំចិត្តសបកស្អាតហើយគឺខ្ញុំយកខ្នោះកោលល្ហុងយកមកកោសស្ដើងហើយមិនបាច់កោសវែងពេកទេខ្លីៗល្មមទៅបានហើយត្រាវការ៉ុតដលងឈូសដូចគ្នាទាំងអស់បន្លែបងប្អូនចង់បន្ថែមស្ពៃក្តោបឬក៏ដលងគោក៏បានដែរតែខ្ញុំអត់មានចឹងខ្ញុំដាក់ដលងជ្វាយើងធម្មតាហ្មងទៅហើយរបៀបកោសហ្នឹងគឺកោសស្ដើងចឹងមកដើម្បីឲ្យយើងប្រឡាក់គ្រឿងទៅវាបានចូលជាតិល្អបន្ទាប់ពីកោសបន្លែសពមុខអស់ហើយគឺខ្ញុំដាក់បន្លែនៅក្នុងចានដែកមួយមកដើម្បីលាយគ្រឿងបន្ទាប់មកគឺខ្ញុំដាក់ទឹកប្រេងខ្យងមកស្ព្រាបាយម្សៅស៊ុបមកចុងស្ព្រាស្ករសយើងនឹងមកចុងស្ព្រាដែរទៅប៊ីចេងមកចុងស្ព្រាដែរដាក់តិចអញ្ចឹងទៅបានហើយចាប់ផ្ដើមច្របល់បន្លែយើងឲ្យបានចូលគ្រឿងមកខ្ញុំអត់បន្ថែមអំបិលទេព្រោះទឹកប្រេងខ្យងក៏មានរសជាតិប្រៃដែរអញ្ចឹងខ្លាចឡូស្នូលបើយើងប្រៃដាក់ទឹកប្រេងខ្យងស្ករប៊ីចេងម្សៅស៊ុបទៅបានហើយបើចូលចិត្តញ៉ាំសាច់បងប្អូនអាចដាក់សាច់ជ្រូក3ជាន់ច្រាំលាយសាច់ប្រគៀនតិចទៅស្នូលបើយើងមានជាតិតែខ្ញុំថ្ងៃនេះគឺមូលជាមួយនឹងបន្លែសុទ្ធហ្មងអត់ចង់ញ៉ាំសាច់ទេបើសិនជាលាយសាច់គឺធ្វើដូចតែគ្នាទេបន្លែឈូសអញ្ចឹងទៅហើយសាច់យើងចិញ្ច្រាំដាក់គ្រឿងអីលៃមើលមកបរិមាណសមល្មមតាមដែលយើងចង់បានរសជាតិបែបម៉េចទៅចំណែកឯរបៀបមូលវិញគឺបងប្អូនអាចមើលតាមដៃខ្ញុំបានណាយើងដួសស្នូលបន្តិចមកយកមកដាក់នៅខាងចុងមូលស្នូលយើងចូលគ្នាបន្តិចចាំបត់ចុងសងខាងហើយជីដែលនៅសល់នេះគឺខ្ញុំលាបទឹកពងទាបន្តិចដើម្បីឲ្យស្អិតជាប់គ្នាបើសិនជាអត់លាបទេគឺអត់ស្អិតជាប់ពេលដែលយើងបត់ទៅគឺល្បេះចេញពីគ្នាហ្មងអញ្ចឹងយើងលាបទឹកពងទាទៅពងទាហ្នឹងខ្ញុំប្រើតាមមួយគ្រាប់ទេគោះដាក់ក្នុងចានយកទាំងផ្នែកសនិងផ្នែកក្រហមគោះហើយវាយវាបញ្ចូលគ្នាអញ្ចឹងទៅចាំយកមកលាបនៅលើសបកពពារបស់យើងណាព្រោះបើអត់លាបទេគឺយើងអាចបិទមុខនឹងចិត្តទេព្រោះទឹកពងទារៀងស្អិតតអញ្ចឹងលាបតិចៗមកមិនលាបច្រើនពេកទេបើសិនជាលាបច្រើនពេកក៏រិចសបកពពាទៅវាបែកធ្លាយចេញស្នូលមកអស់ហ្មងសបកពពានេះរៀងស្ដើងបន្តិចបើសិនជាបងប្អូនអត់ប្រសពមូលទេអាចដាក់2ជាន់ទៅពេលដែលយើងមូលទុកចិត្តថាវាអត់ធ្លាយស្នូលចេញមកហើយចំពោះស្នូលនេះគឺខ្ញុំវិចឆៅហ្មងបងប្អូនចង់យកទៅឆាមកសពបក៏បានដែរតែខ្ញុំអត់ចង់យកទៅឆាទេអញ្ចឹងខ្ញុំមូលទាំងស្រស់ហ្នឹងហ្មងឥឡូវគឺខ្ញុំបានធ្វើរួចរាល់ហើយរូបរាងចេញមកក៏អត់សូវស្មើគ្នាដែរមានវែងមានខ្លីខ្លះក៏ធំខ្លះក៏ទូចចឹងទៅឥឡូវបន្ទាប់ពីមូលរួចហើយគឺខ្ញុំដាក់ប្រេងឆាចូលទៅក្នុងឆ្នាំងបន្ទាប់មកប្រេងឆាឡើងក្តៅហើយតម្លាក់ណែមយើងចូលទៅអត់មានផ្ទុះមានអីទេស្រួលបំពងមែនតើពេលបំពងហ្នឹងយើងអាចប្រែត្រឡប់ពីម្ខាងទៅម្ខាងទៅដើម្បីឲ្យណែមរបស់យើងឆ្អិនបានល្អនៅពេលដែលក្រហមចឹងហើយគឺស្រង់ចេញមកពេលបំពងនេះដាក់ភ្លើងមកល្មមទៅកុំដាក់ខ្លាំងពេកដើម្បីឲ្យស្នូលខាងក្នុងបានឆ្អិនល្អតែកាលណាបខំភ្លើងពេកឆ្អិនទាំងក្រៅទេស្នូលយើងខាងក្នុងហ្នឹងគឺអត់បានឆ្អិនល្អបើស្នូលខាងក្នុងឆាម្ដងហើយគឺអស់បារម្ភទេព្រោះយើងបំពងតាមល្មមហ្នឹងគឺវាឆ្អិនហើយអញ្ចឹងភ្លើងគឺយើងលៃមកកដាលមកកុំឲ្យតិចពេកហើយក៏កុំខ្លាំងជ្រុលពេកបើយើងដាក់ភ្លើងតិចពេកក៏វាជក់ប្រេងពងដែរយើងលៃមើលមកសមល្មមណាស្រង់ចេញមកដាក់នឹងកញ្ច្រែងប្រហោងអញ្ចឹងមកដើម្បីវាស្រក់ប្រេងទៅក្រៅណែមនេះបងប្អូនអាចញ៉ាំជាមួយនឹងបាញ់សុងបានណាដែលគេលក់នឹងផ្សារកាលពីវីដេអូមុនខ្ញុំធ្វើបាញ់សុងតែបានបង្ហាញពីរបៀបធ្វើណែមនេះទេបំពងឆ្អិនរួចរាល់ហើយឡើងតំណងហ្មងហើយណែមនេះបងប្អូនចង់ញ៉ាំជាមួយនឹងទឹកត្រីផ្អែមក៏បានញ៉ាំជាមួយនឹងជ្រក់ល្ហុងតែខ្ញុំថ្ងៃនេះអត់បានធ្វើជ្រក់ទេខ្ញុំញ៉ាំជាមួយនឹងទឹកត្រីផ្អែមដែលខ្ញុំមាននៅក្នុងទូតែរបៀបធ្វើទឹកត្រីនេះខ្ញុំបានបង្ហាញកាលពីវីដេអូណែមឆៅរបស់ខ្ញុំម្ដងហើយគ្រាន់តែថាទឹកត្រីនេះមើលទៅរៀងស្លេកដោយសារតែខ្ញុំអត់មានដាក់ការ៉ុតហើយនឹងដាក់ម្ទេសជ្រក់ជាមួយនឹងទឹកត្រីផ្អែមចេះទៅនិយាយពីថារសជាតិគេឡើងឆ្ងាញ់ហ្មងទុកឲ្យត្រជាក់បន្តិចទៅនិយាយពីថាស្រួយខ្ញោកហ្មងហើយស្នូលនៅខាងក្នុងកុំឃើញតែបន្លែអញ្ចឹងមែនណាប៉ុន្តែនៅពេលដែលញ៉ាំទៅគឺឆ្ងាញ់មិនចាញ់សាច់ប្រហែលទេវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលមើលបើសិនជាមានសំណួរឬចម្ងល់អីអាចខមមិននៅខាងក្រោមជួបគ្នាម្ដងទៀតនៅវីដេអូក្រោយកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាបាយបាយ